អូខេសួស្តីបងប្អូនទាំងអស់គ្នាអញ្ចឹងសុំតអូខេសុំតដោយសារតែមុនហ្នឹងខ្ញុំថតវីដេអូអំពីកង់បុរាណសម្រាប់បងប្អូនដែលគាត់មានកម្ពុជាទាបណាបងប្អូនគាត់មានកម្ពុជាទាបហើយបងប្អូនដែលគាត់ពេញនិយមឆ្លាញ់នៅប្រភេទកង់បុរាណឥឡូវខ្ញុំសុំតមួយទៀតបងប្អូនទាំងអស់គ្នាអូខេអញ្ចឹងសុំតអូខេសុំតដោយសារតែមុនហ្នឹងខ្ញុំថតវីដេអូអំពីកង់បុរាណសម្រាប់បងប្អូនដែលគាត់មានកម្ពុជាទាបណាបងប្អូនគាត់មានកម្ពុជាទាបហើយបងប្អូនដែលគាត់ពេញនិយមឆ្លាញ់នៅប្រភេទកង់បុរាណឥឡូវខ្ញុំសុំតមួយទៀតអូខេតោះអញ្ចឹងមួយ model នេះជាប្រភេទកង់គក់បុរាណម៉ាក brand Bristol ដូចគ្នាប៉ុន្តែហេតុអីបានជាម៉ាក brand Erasia នេះមានមួយតូចមានមួយធំអញ្ចឹងមួយធំនេះសម្រាប់បងប្អូនដែលគាត់មានកម្ពស់1.7 ម៉ែត្ររហូតដល់1.85 ម៉ែត្រកង់មួយ model នេះ1.7 ម៉ែត្រដល់1.85 ម៉ែត្រកង់មួយ model នេះបងប្អូនដែលគាត់មានកម្ពស់1.55 ម៉ែត្ររហូតដល់1.67 ម៉ែត្រណាមួយ model នេះហើយមួយ model នេះគឺជាប្រភេទសម្រាប់ជិះដំណើរកម្សាន្តគេហៅថា touring bike ជាប្រភេទកង់បុរាណជា touring bike ហើយមួយនេះគឺជាប្រភេទកង់បុរាណដូចគ្នាប៉ុន្តែជាប្រភេទកង់សម្រាប់រថលបឿនដោយសារតែចំនួនកង់នេះគឺស្រាលខ្លាំងចំនួនកង់ស្រាលខ្លាំងទាំងខ្នងទាំងគ្រឿងក្រោយគេផលិតឡើងមកទាំងអស់គឺសម្រាប់និយាយចំគឺស្រាលសម្រាប់រថលបឿនបងអញ្ចឹងវាកើតនៅក្នុងឆ្នាំដូចគ្នា84 85 86ដូចគ្នាទេហើយគាត់ថាគ្រឿងមួយ model នេះគឺពិសេសជាងមួយ model តូចដោយសារតែមួយ model នេះសម្រាប់រថលបឿនសម្រាប់តំណាំងហើយដុំខ្ញុំធ្វើស្អាតៗដល់បងនេះដុំ original scene ខ្ញុំធ្វើស្អាតៗនេះភ្លឺនេះដុំនេះដុំ original scene ភ្លឺស្អាតមែនតើខ្ញុំធ្វើរួចរាល់គ្រឿង original ហើយជង្គង់នេះក៏ជង្គង់បុរាណមកគេដែរ original គេដាក់ឡើងនេះថា super massive ណា super massive size ដល់54អូគេប្រាប់បងកង់មួយ model ខ្ញុំបាញ់ឆ្នាំនេះគេតែមកស្ទើរតែឆ្នាំគឺខ្ញុំបាញ់ឆ្នាំនេះហើយខ្ញុំរៀបចំមកស្អាតហើយ Bristol Erasia ហើយសម្រាប់បងណាដែលគាត់ស្រឡាញ់ប្រភេទកង់ភក់ហើយភក់បែប gravel មួយ model នេះអាចធ្វើជាប្រភេទ gravel បានដោយសារតែសបកនេះគឺសបក 32C ជាប្រភេទសបកដូច cross ហ្នឹងអ្នកនរគ្នាគឺស៊ីនមក original របស់គេមកណាអញ្ចឹងកង់មួយ model នេះខ្ញុំលក់នៅក្នុងតម្លៃ250អញ្ចឹងបងណាដែលគាត់មានកម្ពស់ខ្ពស់1.7 ម៉ែត្ររហូតមកដល់1.85 ម៉ែត្រអាចជាវមួយ model នេះទៅហើយខ្ញុំធានាថាកង់គឺស្អាតដែរដោយសារកង់បាញ់ឆ្នាំថ្មីប៉ុន្តែទឹកឆ្នាំបងគឺទឹកឆ្នាំ auto color អត់បាញ់ទឹកឆ្នាំស្ទើរទឹកឆ្នាំដែលអត់មានគុណភាពទេបាញ់ទឹកឆ្នាំដែលមានគុណភាពដើម្បីអីពីព្រោះប្រភេទកង់អស់នេះគឺជាប្រភេទកង់ដែលកង់បងជីហាត់ប្រាណបងជីញ៉ាំកាហ្វេហើយមួយទៀតប្រភេទកង់បុរាណពេលដែលយើងជីគឺរំលឹកដល់ការចងចាំចាស់ពូដែលគាត់ធ្លាប់មានកង់ប្រភេទបែបនេះគឺចំនួនដល់ដែរគឺគាត់នៅចងចាំអញ្ចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេអរគុណច្រើនបាយបាយ